ជំលុះមជ្ឈមបូព៌ាអាចបង្កហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាតែស្ថាប័នពាក់ព័ន្ធបដិញ្ញាតាមដានឆ្លើយតបឲ្យទាន់ពេលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាឆ្នាំ2025បន្តមានវឌ្ឍនភាពនិងរក្សាបានភាពធន់ប៉ុន្តែសម្រាប់ឆ្នាំ2026នេះប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាជួបហានិភ័យព្រោះតែចំនួននៅតំបន់មជ្ឈមបូព៌ានេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ចធនាគារជាតិកម្ពុជានិងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបន្ទាប់ពីបើកកិច្ចប្រជុំរួមគ្នាកាលពីថ្ងៃទី25ខែមីនាហើយទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី27ខែមីនាក្រសួងសេដ្ឋកិច្ចធនាគារជាតិកម្ពុជានិងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានពិនិត្យនិងពិភាក្សាពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាឆ្នាំ2025ផ្ដោតលើវឌ្ឍនភាពការវិតម្លៃលើហានិភ័យនិងកាលានុវត្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជាតាមរយៈរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុបង្ហាញថានៅក្នុងឆ្នាំ2025ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាបន្តមានវឌ្ឍនភាពនិងរក្សាបានភាពធន់ទោះបីជាប្រឈមនឹងហានិភ័យជាបន្តបន្ទាប់ជាពិសេសផលវិបាកដែលនៅសេសសល់ពីវិបត្តិ COVID-19 ភាពមិនច្បាស់លាស់នៃការអនុវត្តពន្ធបដិការចំនួនព្រំដែនបង្កឡើងដោយថៃនិងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកលយ៉ាងណាក៏ដោយអង្គប្រជុំបានកត់សម្គាល់ឃើញថាក្នុងឆ្នាំ2026ពិភពលោកនិងតំបន់ដោយមានកម្ពុជាផងកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ដោយសារចំនួនប្រដាប់អាវុធនៅតំបន់មជ្ឈមបូព៌ាដែលអាចបង្កជាវិបត្តិថាមពលនិងបង្កជាហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាបន្ថែមលើបញ្ហាដែលមានស្រាប់ក្នុងស្ថានភាពនេះក្រសួងសេដ្ឋកិច្ចធនាគារជាតិកម្ពុជានិងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានបដិញ្ញាបន្តកិច្ចសហការពង្រឹងការតាមដានវិតម្លៃហានិភ័យនិងដាក់ចេញគោលនយោបាយព្រមទាំងវិធានការឆ្លើយតបឲ្យបានទាន់សភាពការប្រកបដោយបរិយាកម្មប្រសិទ្ធភាពនិងប្រតិក្រឡាសម្ដៅរក្សាស្ថិរភាពហិរញ្ញវត្ថុកម្ពុជាឲ្យបានរឹងមាំក្រសួងសេដ្ឋកិច្ចធនាគារជាតិកម្ពុជានិងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានអះអាងដូចគ្នាថាការរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនិងធានាបាននូវជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធហិរញ្ញវត្ថុដែលជាលក្ខខណ្ឌកំណត់ក្នុងការគាំទ្រការវិនិយោគនិងការអភិវឌ្ឍប្រកបដោយចីរភាព